ការលូតលាស់មិនដែលផុតកំណត់សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូអភិវឌ្ឍខ្លួនឯងដែលមានចំណងជើងថាការលូតលាស់មិនដែលផុតកំណត់ថ្ងៃនេះយើងនឹងនិយាយអំពីរឿងមួយដែលមនុស្សជាច្រើនភ្លេចប៉ុន្តែវាជាកូនសោរសំខាន់បំផុតនៃជីវិតដែលមានន័យការលូតលាស់របស់មនុស្សម្នាក់មិនមានអាយុកាលកំណត់ទេសូមដកដង្ហើមជ្រៅៗបើចិត្តហើយអនុញ្ញាតឲ្យសារនេះធ្វើដំណើរចូលទៅក្នុងអ្នកភាគទី1មនុស្សតែងគិតខុសអំពីការលូតលាស់មនុស្សជាច្រើនគិតថាការលូតលាស់គឺសម្រាប់ក្មេងៗសម្រាប់និស្សិតសម្រាប់មនុស្សដែលទើបចាប់ផ្ដើមជីវិតពេលអាយុកើនពួកគេនិយាយថាខ្ញុំយឺតហើយខ្ញុំចាស់ពេកហើយវាហួសពេលហើយតែជីវិតមិនដែលនិយាយថាយឺតពេកមានតែមនុស្សដែលឈប់ដើរទៅមុខប៉ុណ្ណោះដែលហៅវាថាយឺតការលូតលាស់មិនទាក់ទងនឹងអាយុវាទាក់ទងនឹងចិត្តដែលមិនបោះបង់នឹងការជ្រើសរើសរៀនរៀងរាល់ថ្ងៃភាគទី2អត្ថន័យពិតនៃការលូតលាស់ការលូតលាស់មិនមែនមានន័យថាត្រូវមានប្រាក់ច្រើនត្រូវល្បីល្បាញត្រូវឈ្នះអ្នកដទៃការលូតលាស់មានន័យថាថ្ងៃនេះអ្នកយល់ច្បាស់ជាងម្សិលមិញថ្ងៃនេះអ្នកស្ងប់ចិត្តជាងមុនថ្ងៃនេះអ្នកគ្រប់គ្រងអារម្មណ៍បានល្អជាងមុនថ្ងៃនេះអ្នកស្គាល់ខ្លួនឯងច្បាស់ជាងមុនការលូតលាស់គឺការប្រៀបធៀបខ្លួនអ្នកថ្ងៃនេះជាមួយខ្លួនអ្នកម្សិលមិញមិនមែនជាមួយអ្នកដទៃទេពេលអ្នកឈប់ប្រៀបធៀបអ្នកចាប់ផ្ដើមលូតលាស់ភាគទី3ហេតុអ្វីការលូតលាស់មិនដែលផុតកំណត់ព្រោះជីវិតមិនឈប់ផ្លាស់ប្ដូរដូច្នេះមនុស្សក៏មិនគួរឈប់រៀនដែរពេលអ្នកឈប់លូតលាស់ជីវិតនឹងចាប់ផ្ដើមដាច់ពីអ្នកការលូតលាស់មាន3វិមាន1ការលូតលាស់ផ្លូវគំនិតរៀនគិតច្បាស់គិតជ្រាលថ្លោគិតដោយមិនភ័យខ្លាច2ការលូតលាស់ផ្លូវអារម្មណ៍ស្គាល់អារម្មណ៍ខ្លួនទទួលវាគ្រប់គ្រងវាមិនឲ្យវាគ្រប់គ្រងអ្នក3ការលូតលាស់ផ្លូវសកម្មភាពធ្វើអ្វីដែលមានន័យមិនត្រឹមតែរវល់តែមានទិសដៅមនុស្សដែលលូតលាស់គឺមនុស្សដែលមិនឈប់សួរខ្លួនឯងថាតើខ្ញុំអាចល្អជាងនេះទៀតបានទេភាគទី4ឧបសគ្គដែលធ្វើឲ្យមនុស្សឈប់លូតលាស់មាន4រឿងធំៗដែលរារាំងការលូតលាស់1ភ័យខ្លាចបរាជ័យភ័យខ្លាចការផ្លាស់ប្ដូរភ័យខ្លាចមតិអ្នកដទៃ2ការលួងខ្លួនឯងនិយាយថាខ្ញុំល្អរួចហើយខ្ញុំមិនចាំបាច់រៀនទៀតទេនេះជាកន្លែងដែលការលូតលាស់ស្លាប់3បរិយាកាសអវិជ្ជមានមនុស្សដែលបន្ថាប់ចិត្តបង្អត់គំនិតនឹងធ្វើឲ្យអ្នកឈប់ជឿលើខ្លួន4ការរក់ដោយគ្មានការឆ្លុះបញ្ចាំងមនុស្សដែលគ្មានការឆ្លុះបញ្ចាំងនឹងធ្វើកំហុសដដែលដោយគិតថាវាជាជីវិត5របៀបបន្តការលូតលាស់ជារៀងរាល់ថ្ងៃ1រៀនអ្វីថ្មីរៀងរាល់ថ្ងៃមិនចាំបាច់ច្រើនតែត្រូវធ្វើជាបន្តបន្ទាប់2សួរខ្លួនឯងសំណួរដ៏មានន័យថ្ងៃនេះខ្ញុំរៀនអ្វីថ្ងៃនេះខ្ញុំធ្វើអ្វីល្អថ្ងៃនេះខ្ញុំអាចកែលម្អអ្វី3ទទួលកំហុសជាគ្រូកំហុសមិនមែនជាសត្រូវវាជាគ្រូបង្រៀនដែលតឹងរឹងបន្តិច4កុំឈប់ពេលមិនឃើញលទ្ធផលភ្លាមការលូតលាស់គឺស្ងប់ប៉ុន្តែវាជ្រាលថ្លោ5ថែរក្សាសុខភាពរាងកាយនិងចិត្តរាងកាយខ្លាំងចិត្តខ្លាំងចិត្តខ្លាំងជីវិតខ្លាំងភាគចុងបញ្ចប់សារសម្រាប់ជីវិតទាំងអស់សូមចងចាំថាអ្នកមិនដែលយឺតទេអ្នកមិនដែលហួសពេលទេអ្នកមិនដែលផុតកំណត់ទេដរាបណាអ្នកនៅរស់ការលូតលាស់នៅតែអាចកើតឡើងថ្ងៃនេះអ្នកអាចចាប់ផ្ដើមមិនថាអាយុប៉ុន្មានមិនថាបទពិសោធន៍យ៉ាងណាមិនថាអតីតកាលធ្ងន់ធ្ងរយ៉ាងណាការលូតលាស់មិនមែនជាគោលដៅវាជាដំណើរហើយដំណើរនេះមិនដែលផុតកំណត់ឡើយសូមអរគុណសម្រាប់ការស្ដាប់សូមឲ្យអ្នកបន្តលូតលាស់រៀងរាល់ថ្ងៃក្នុងរបៀបដែលមានន័យ